บยงตามโลกนิยรองอัตการฐานรัฐบาลจุลพรมีกองมาเจตท้าเรียกจำนวน7 ดอกเต้าตระบานในคันรัฐบาลจุลพรกับพุงจามสกาจิมวยรัฐบาลจุลพรมีกองมากราบบ้านในថ្ងៃទី8 ខែឧសភាឆ្នាំ2025នេះស្ថិតនៅចំណុចចំការកស៊ូក្នុងឃុំលវាលើស្រុកចំការលើខេត្តកំពង់ចាមលោកបានបន្តថាលៀសទាំងនេះមានប្រភពចេញពីបឹងទន្លេសាបជាប់ខេត្តសៀមរាបនិងខេត្តកំពង់ធំដោយដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ចាមឆ្ពោះទៅប្រទេសវៀតណាមហើយការចោទបង្ក្រាបបទល្មើសជលផលដឹកជញ្ជូនផលជលផលដោយគ្មានលិខិតអនុញ្ញាតនេះដែរមានចំនួន2 ករណីដោយដកហូតខត់ទុកនៅវត្ថុតាងបទល្មើសជលផលដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផលរួមមានទី1រថយន្តម៉ាក Hyundai ចំនួន1គ្រឿងលាសសរុបទម្ងន់ចំនួន 5000 គីឡូក្រាមទី2រថយន្តម៉ាក Samyong 1គ្រឿងលាសសរុបចំនួន 4500 គីឡូក្រាមនៅក្នុងរបាយការណ៍របស់ខណ្ឌរដ្ឋបាលជលផលកំពង់ចាមបានបញ្ជាក់ផងដែរថាលាសសរុបទម្ងន់ 9500 គីឡូក្រាមនេះបានប្រឡែងចូលទឹកទន្លេមេគង្គខេត្តកំពង់ចាមវិញចំណែកឯរថយន្តបានរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលកំពង់ចាមដើម្បីកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ស្តីពីជលផលលោកនេះខណ្ឌរដ្ឋបាលជលផលកំពង់ចាមក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋសូមរួមគ្នាការពារធនធានធម្មជាតិដើម្បីឲ្យកើនសម្រាប់ផ្គត់ផ្គង់ជីវភាពពលរដ្ឋយើងទាំងអស់គ្នាដោយឡែកនាយរងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គបានបញ្ជាក់បន្ថែមថាលៀសទាំងនេះគឺមានទំហំល្អិតនិងធំហើយឈ្មួញបានដឹកជញ្ជូនលក់ទៅឲ្យឈ្មួញប្រទេសវៀតណាមដើម្បីធ្វើជាចំណីសត្វបង្កងនាគជាដើម